ប្អូនអើយនេះជាលើកទី1ហើយដែលខ្ញុំធ្វើដំណើរចេញទៅសម្ដែងល្ខោនហើយខ្ញុំមានការធ្វេសប្រហែសបានតែបាច់មាត់ចង់ឲ្យខ្ញុំដឹកយករត់ចឹងហ្មងអត់មានត្រូវមើលឆ្លងកញ្ចក់ឆ្លងអីអត់ទេខ្ញុំមិនតែចឹងបងប្អូនថ្ងៃនេះមុននឹងចេញទៅសម្ដែងនិយាយឆ្លៀតបន្តិចមិនចោលទេនេះរូបមន្តពិសេសដែលជួយឲ្យម្យាយនឹងចាស់ហើយនឹងមានស្បែកភ្លឺរលោងចាស្ក្រាប់ប្លៃកូនខ្មែររបស់យើងបងប្អូនមើលសាច់គេនេះស្ក្រាប់មាន3មុខបងប្អូនណាមានប្លៃមានកាហ្វេមានដូងហើយយើងកូរឲ្យម៉ត់បែបហ្នឹងមកចាសាច់គេកូរម៉ត់ចូលគ្នាមកហើយយើងយកមកក្រាបលើខ្លួនយើងបងប្អូនអត់មានចំណាយពេលយូរត្រឹមតែ15នាទីទៅ20នាទីបងប្អូនម្នាក់គាត់ដាក់ភ្លាមទៅយើងចូលមើលសាច់របស់យើងហើយរួចហើយដល់ម៉ោង10នាទីលាងទឹកចាញ់នេះបន្ទាប់ពីយើងងូតទឹកសម្អាតរួចហើយយើងក៏យកប្រេងវីតាមីន E យកមកលាបបន្ថែមពីលើស្បែករបស់យើងឲ្យបងប្អូនមើលណែគ្រាន់តែដាក់ប្រេងវីតាមីន E ចាស្បែករបស់យើងភ្លឺរលោងសថ្លាម៉ត់ពីខាងក្នុងមកតែម្ដងឥឡូវនេះក៏បានធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅខេត្តបន្ទាយមានជ័យគឺថាស្រោតរូតណាស់បលឹមឡើងគឺរៀបចំចេញដំណើរទៅតែម្ដងឥឡូវនេះក៏បានមកដល់ខេត្តពោធិ៍សាត់នៅក្នុងស្រុកបាកានហើយជួបរកកន្លែងហូបបាយចាតែយើងលើកចំមកហូបអាហារយើងមកទីកន្លែងតំដងឲ្យបងប្អូនមើលណែមើលសាច់មាន់ចានេះមាន់ស្ងោរនេះមាន់លីងហើយមានត្រីងៀតមានសាច់ក្រកមើលទៅតំដងមានត្រីចំហុយបន្ទាប់ពីហូបបាយហើយឆ្លៀតទៅងូតទឹកហើយក៏កាត់លុយឲ្យគាត់ហ្នឹងហើយបងប្អូនជួយមើលបន្តិចពេលអង្គុយហូបបាយមានខ្សែកឥឡូវខ្សែកបាត់ពីកបងប្អូនហើយក៏លាគាត់ឆ្ពោះទៅខេត្តបន្ទាយមានជ័យចាឡើងទៅដល់លើឡានហ្នឹងបងប្អូនប្រុកប្រាជ្ញសបាយហើយមើលវីដេអូចៅមើលអេលីបេឡាចឹងទៅប្រុកប្រាជ្ញជាមួយដែលហូបបាយរួចអង្ខ្លាច់ងុយគេងហើយយើងអត់ហ៊ានឈប់យូរទេបងប្អូនស្រាប់តែមកដល់ស្រុកមោងស្ទាបកបាត់ខ្សែកបងប្អូនអើយនិយាយពីថាអត់មានអីនិយាយចាញ់ទេស្លុតអស់ហើយពុកខ្សែកមួយខ្សែហ្នឹងវាគិតជាលុយទៅ$6,000ជាងចាគឺអស់ព្រលឹងព្រលះឲ្យបងប្អូនបនដូនបនតាបារមីសពគ្រប់ហើយក៏បត់ឡានត្រឡប់មកវិញដោយគ្មានសង្ឃឹមបងប្អូនគ្រាន់តែមកដល់កន្លែងអែបនេះបងប្អូនខ្ញុំហេងរត់សំដៅទៅតែម្ដងហើយខ្ញុំអត់ហ៊ានមើលទេបងប្អូនមិនដឹងថាឃើញខ្ញុំអត់ហ៊ានមើលខ្ញុំឈ្ងោកចុះព្រោះថាអត់មានសង្ឃឹមហ្មងបងប្អូនប៉ុន្តែគ្រាន់បងប្អូនលើកបង្ហាញបងប្អូនអើយនិយាយពីថាដូចចាស់ថាមែនថាទ្រពរបស់យើងដែលរកបានឲ្យកម្លាំងញើសឈាមបងប្អូនអត់គួរឲ្យជឿថានៅទេពួកអ្នកដែលគាត់អង្គុយនៅកញ្ចោះគាត់អង្គុយនៅអង្រឹងច្រើនណាបងប្អូនមកនៅកន្លែងកញ្ចោះនោះហើយគាត់នៅកន្លែងមួយកន្លែងទៀតកន្លែងគាត់ពីរកន្លែងបងប្អូនចេះបើឯងនេះបើឯងរុនទ្វាចេះបើឯងរុនទ្វាផ្ទុកចាំទៅវាខ្លាចចិត្តខ្ញុំរត់ដល់របូតជើងហើយណាហៅគាត់មកកូនពូអីពូនេះតិចចឹងដែរតែឡំមូងឯហ្នឹងអីហ្នឹងសំណាងតាគេអូយបាច់បងអត់ទេជូនអត់ទេបងណាសកូននេះបងអត់អញទេសកូននេះតែចូលលេងដល់បានខំជិះច្រើនបាទនេះឲ្យបងប្អូនមេយាយសូមផ្ដាំកូនក្មួយទាំងអស់គ្នាណាកូនក្មួយទាំងអស់កុំដោះមិនថាកវលមិនថាខ្សែកមិនថាកបោបមិនថាចិញ្ចៀនអីទេបងប្អូនតែដោះសិនហ្នឹងគឺផ្លិចហើយមេយាយសមាធិថាកុំផ្លិចទីបំផុតនៅតែផ្លិចឲ្យបងប្អូនគិតមើលពីបាកាណៃទៅដល់មោងបាននឹកឃើញឥឡូវមកដល់ឡាញល្ខោនណាបងប្អូនអើយហើយអ្នកល្ខោនគាត់សរសើរគ្រប់គ្នាមិនគួរឲ្យជឿថាបានរបស់នឹងមកវិញអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណដល់បងប្អូនកូនក្មួយទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់មាយាយតាំងតែពីដើមរហូតដល់ចប់បើបងប្អូនកូនក្មួយទាំងអស់ពេញចិត្តកុំភ្លេចជួយ like ជួយ follow page ម្នាក់មួយផងណាអរគុណច្រើន